តាអ៊ុំយូសំណាក់មេតបខ្មែរសង់បែនមុខទៅរកច្រកព្រំដែនអានសេះស្រែកឲ្យកូនខ្មែរចងចាំតោយោធាថៃបានយកគ្រឿងចាក់ចូលឈូសឆាយកំទេចរូបសំណាក់តាអ៊ុំដែលសង់ឡើងនៅរង្វង់មូលច្រកអានសេះស្ថិតក្នុងភូមិអានសេះឃុំជាំខ្សានស្រុកជាំខ្សានខេត្តព្រះវិហារហេតុអ្វីយោធាថៃស្អប់រូបតាអ៊ុំម្ល៉េះតើប្រវត្តិរូបសំណាក់លោកតាអ៊ុំមានអ្វីពាក់ព័ន្ធនឹងគំនុំអតីតកាលរវាងខ្មែរនិងសៀមព្រះតេជគុណសឿនសុភាបានឲ្យដឹងថាតាមប្រវត្តិរឿងព្រេងខ្មែរក្នុងសម័យអង្គរលោកតាអ៊ុំគឺជាមេតបខ្មែរដ៏ខ្លាំងពូកែម្នាក់នៅសម័យសង្គ្រាមលោកបានដឹកនាំទ័ពសេះដ៏អង្អាចជាង 2000 នាក់ទៅទិសខាងជើងដើម្បីទៅបង្ក្រាបទ័ពសៀមបន្ទាប់ពីធ្វើដំណើរមកដល់ចំណុចច្រកនេះលោកក៏បានបញ្ជាឲ្យកងទ័ពទាំងអស់ឈប់អានសិនដែលមានន័យថាឈប់សម្រាកសិនទ័ពសេះទ័ពស្រួយឡាក់បើតាមវចនានុក្រមសម្ដេចជួនណាតអានសេះមានន័យថាកែបសេះឲ្យឈប់សម្រាកចំនួន3ថ្ងៃដើម្បីរៀបក្បួនវិលុបទប់ទល់នឹងកងទ័ពប្រទេសសៀមទទួលបានជោគជ័យបន្ទាប់ពីនោះមកឈ្មោះនោះក៏បានតមកដល់បច្ចុប្បន្នចាប់ពីពេលនោះមកច្រកទីនោះបានជាប់ឈ្មោះជាច្រកទ្វារអានសេះដែលជាច្រកចេញចូលធ្វើសឹកនិងការឈ្លានពានពីសៀមផងជាច្រកពាណិជ្ជកម្មដ៏សំខាន់ជាមួយសៀមផងច្រកអានសេះស្ថិតនៅភាគខាងជើងស្រុកជាំខ្សានមានចម្ងាយពីទីរួមស្រុកប្រមាណ24គីឡូម៉ែត្រលើក្នុងភ្នំដងរែកជាប់ព្រំដែនខេត្តឧបលប្រទេសថៃរូបសំណាក់តាអ៊ុំដែលកសាងនៅលើច្រកអានសេះដោយយោធាតំបន់សឹករងព្រះវិហារក្បែរមាត់ច្រកទ្វារក្នុងទឹកដីកម្ពុជាហើយដែលកន្លងទៅទាហានសៀមតែងតែចោទខ្មែរថាបានសង់រំលោភ MOU ឆ្នាំ2000នោះដោយខុសកិច្ចសន្យាហើយដូច្នេះទើបយោធាសៀមតែងតែវាយកំទេចរូបសំណាក់លោកតាអ៊ុំនេះក្នុងចំនួន2លើកកាលពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដានិងថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025កន្លងមកនេះ